ប៉ាគីស្ថានឥណ្ឌាអាមេរិកមួយណាចិត្តល្អជាងសំណួរហ្នឹងពិបាកឆ្លើយបន្តិចថាចិត្តល្អជាងប៉ុន្តែបើសិនជាសួរថាគួរជ្រើសរើសប្រទេសមួយណាបើសួរបងណាអានេះចិត្តបងជ្រើសរើសអាមេរិកហើយបើសិនជា2ក្នុងចំណោមឥណ្ឌានិងប៉ាគីស្ថានប្រកាសណាស់ឥណ្ឌាប៉ាគីស្ថានបងអត់យកទេ honestly ចាំអ្នកផ្សេងទៀតគិតថាមួយណាហើយមួយណាចិត្តល្អជាងចិត្តល្អជាងវាអត់គួរសំដៅទៅលើប្រទេសទេគួរសំដៅទៅលើបុគ្គលពីព្រោះយើងអត់អាចវិនិច្ឆ័យប្រទេសមួយថាចិត្តអាក្រក់ឬចិត្តល្អបានទេព្រោះពេលខ្លះទោះបីជានៅប្រទេសអ្នកក្រឬក៏ប្រទេសនោះនៅក្នុងបញ្ហាសង្គ្រាមក៏ដោយក៏មានអ្នកចិត្តល្អហើយនៅក្នុងប្រទេសរីកចម្រើនក៏មានអ្នកចិត្តអាក្រក់ច្រើនឆ្នេះបងមិនអាចឆ្លើយតបថាមួយណាចិត្តល្អជាងទេតែបើសិនជាយើងកំពុងរាប់អាននៅក្នុងប្រទេសជាច្រើនយើងមើលទៅថាអ្នកណាដែលស្រឡាញ់យើងហើយអាចនៅជាមួយយើងកើតហើយមានសមត្ថភាពគ្រប់គ្រាន់ក្នុងការនៅជាមួយយើងពីព្រោះពេលដែលយើងក្នុងនាមជាស្រីយើងអាចទៅយកដៃគូដែលមើលទៅក្រពេកឬក៏អត់មានលទ្ធភាពក្នុងការធានាយើងទៅឬក៏សាងជីវិតគ្រួសារមួយយើងទេខ្ញុំអត់សំដៅថាឲ្យពួកយើងទៅព្យាយាមស្វែងរក Sugar Daddy ឬក៏អ្នកមានទេប៉ុន្តែយើងគួររកដៃគូដែលមើលទៅគាត់អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើព្រោះខ្ញុំធ្លាប់ឃើញអ្នកខ្លះក៏ស្រឡាញ់គ្នាហើយខាងប្រុសក៏ស្មោះត្រង់ដែរប៉ុន្តែក៏ស្រឡាញ់គ្នាឡើងចង់5ឆ្នាំដោយសារខាងប្រុសមានលទ្ធភាពក្នុងការធានាគាត់ប្រឹងសំលុយមកជួបយើងនៅខ្មែរហើយរៀបចំឯកសារដើម្បីធានាប៉ុន្តែដោយសារតែគាត់ក្រដូច្នេះគាត់ត្រូវការពេលវេលាយូរអញ្ចឹងយើងត្រូវសួរខ្លួនឯងតើអាយុយើងឬក៏ស្ថានភាពយើងអាចរងចាំមនុស្សម្នាក់រយៈពេល3ឆ្នាំ5ឆ្នាំឬក៏យូរជាងនេះកើតអត់យើងមើលពី standard ខ្លួនឯងពីការកំណត់ផុសខ្លួនឯងកុំរងចាំមនុស្សម្នាក់យូរជ្រុលពេកក្នុងនាមខ្ញុំជាមនុស្សស្រីខ្ញុំពិតជា recommend បែបហ្នឹងការគិតមនុស្សគឺអត់ដូចគ្នាទេអានេះវាគ្រាន់តែមួយជ្រុងនៃអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់ហើយខ្ញុំគិតបែបនេះ Good luck